ភាគីថៃបានដាក់បញ្ចូលប្រាសាទខ្នាតទៅក្នុងបញ្ជីតំបន់ទេសចររបស់ខ្លួននិងលក់សម្បត្តិឲ្យប្រជាពលរដ្ឋថៃចូលទៅទស្សនាដែលបានបង្កឲ្យមានការចាប់អារម្មណ៍ពីសាធារណជននិងអ្នកតាមដានបញ្ហាព្រំដែនកម្ពុជាថៃស្របពេលជាមួយគ្នានេះមេតបថៃមួយរូបក៏បានចុះទស្សនកិច្ចនៅតំបន់ប្រាសាទខ្នាតដែលជាសកម្មភាពទទួលបានការចាប់អារម្មណ៍ពីមជ្ឈដ្ឋាននានាដោយសារតំបន់នេះស្ថិតនៅជិតព្រំដែននិងមានសារៈសំខាន់ទាំងផ្នែកប្រវត្តិសាស្ត្រវប្បធម៌និងភូមិសាស្ត្រតែទោះបីជាយ៉ាងណាកាលពីពេលថ្មីៗនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បដិសេធនិងចាត់ទុកទង្វើនេះថាជាការរំលោភលើអធិបតេយ្យភាពនិងខុសច្បាប់ទាំងស្រុងកម្ពុជាចាត់ទុកការចុះបញ្ជីនេះជាមោឃៈនិងគ្មានអនុភាពផ្លូវច្បាប់ណាមួយអាចយកមកអះអាងបានឡើយជាមួយគ្នានេះអ្នកសង្កេតការណ៍និងអ្នកឃ្លាំមើលព្រំដែនរវាងកម្ពុជាថៃបានសង្កេតឃើញថាការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ដែលមានសារៈសំខាន់ផ្នែកបេតិកភណ្ឌនិងប្រវត្តិសាស្ត្រគួរតែធ្វើឡើងដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិការយោគយល់គ្នានិងការរក្សាទំនាក់ទំនងល្អរវាងប្រទេសជិតខាង